បើស្រឡាញ់សន្តិភាពផ្លូវចិត្តមកនៅប្រទេសអូស្ត្រាលីគឺត្រូវឲ្យបងប្អូននិយាយអញ្ចឹងខ្ញុំឧស្សាហ៍ឃើញបងប្អូនខ្មែរយើងដែលនៅក្រៅប្រទេសណាចានៅពេលដែលគាត់ទៅលេងតាមឧទ្យានឬក៏តាមព្រៃអីគឺគាត់តែងតែដកផ្សិតឬក៏បេះបន្លែព្រៃបើខ្ញុំវិញខាងហ្នឹងគឺអត់សូវចេះទេបងប្អូនអត់សូវចាប់អារម្មណ៍ខ្ញុំគឺនៅតាមដើមឈើមិនចានៅពេលដែលខ្ញុំទៅកន្លែងណាមួយខ្ញុំតែងតែស្រឡឹងមើលដើមឈើណាស្អាតដើមឈើណាមិនស្អាតអញ្ចឹងណាហើយនៅពេលដែលខ្ញុំឃើញដើមឈើស្អាតណាបងប្អូនគឺខ្ញុំតែងតែសម្លឹងរកគ្រាប់របស់វាគឺខ្ញុំចង់បានគ្រាប់របស់ដើមឈើហ្នឹងយកមកដាំនិយាយទៅអារម្មណ៍ខ្ញុំវាទៅខាងហ្នឹងហើយមកផាកថ្ងៃនេះទៅចាប់អារម្មណ៍ថ្មីនេះគឺមានគេហៅថា homeless people ចាំមកបោះតង់នៅកន្លែងផាកនិយាយទៅផាកនេះគឺនៅក្បែរតែខ្ញុំដែរបងប្អូនខ្ញុំឧស្សាហ៍នាំកូនមកហើយឥឡូវនេះគឺម៉ោងចា5ល្ងាចជិតម៉ោង6ហើយកំពុងតែលេងក៏ស្រាប់តែជួបមិត្តភ័ក្តិមិត្តភ័ក្តិកូនខ្ញុំដែលរៀនសាលាជាមួយគ្នាហ្នឹងគាត់មកលេងនៅផាកនឹងដែរខជជែកគ្នាលេងហើយឥឡូវហ្នឹងគឺដើរត្រឡប់ទៅផ្ទះវិញហើយបងប្អូនហើយឧបតីមេឃល្ងាចហ្នឹងគឺស្រស់ស្អាតមែនទែនហើយឥឡូវហ្នឹងគឺម៉ោងប្រហែលជា6កន្លះល្ងាចនិយាយទៅកម្របានឃើញថ្ងៃស្អាតអញ្ចឹងណាព្រឹកមិញទៅផ្សារស៊ីគ្មានបានទិញអីទេបញ្ញាប់មកផ្ទះវិញកូនប្រាប់ថាម៉ាមីថ្ងៃហ្នឹងគេរត់នៅសាលាបញ្ញាប់ទៅមើលគេផងនិយាយទៅអត់ចង់ទៅទេប៉ុន្តែកូនប្រាប់4 5ដងហើយនិយាយពីរឿងផ្សារស៊ីនេះបងប្អូនខ្ញុំចង់ឲ្យនៅប្រទេសអូស្ត្រាលីនេះមាន Cambodia Plaza ឬក៏ភ្នំពេញ Plaza ពួកអីនៅផ្សារស៊ីដែលខ្ញុំមកនេះគេដាក់ Saigon Plaza ឡើងប៉ុណ្ណាណីបងប្អូននិយាយទៅមានតែផ្សារយួនផ្សារចិនប៉ុន្តែខ្មែរយើងវាដូចអត់ឃើញមានអញ្ចឹងណាហើយខ្ញុំអត់បានទិញអីច្រើនទេបញ្ញាប់មកផ្ទះវិញឲ្យទាន់ម៉ោងព្រោះម៉ោង 2:10 ហ្នឹងកូនខ្ញុំក៏ត្រូវរត់នៅសាលារៀនចាហើយតិចបានទិញទួចបើដល់ផ្ទះក៏អត់ទាន់បានធ្វើម្ហូបអីហូបដែរព្រោះម៉ោង 2:10 ហើយឆ្លៀតចាមកសាលាភ្លាមតែម្ដងមកមើលកូនខ្ញុំរត់ហើយកូនខ្ញុំគាត់តូចជាងគេគាត់របៀបថាមនុស្សរបៀបកូនកាត់អាស៊ីអញ្ចឹងណាវាអត់ធំដូចកូនអឺរ៉ុបអញ្ចឹងណាបងប្អូនដល់ពេលរត់ទៅគឺគាត់រត់បានលេខ3ដំបូងឡើយប៉ុន្តែចុងក្រោយគាត់បានលេខ5ដោយសារតែគាត់នឹងពាក់មួកហើយដៃម្ខាងកាន់មួកដៃម្ខាងត្រូវរត់និយាយទៅអាណិតកូនដែរប៉ុន្តែគាត់ខំប្រឹងអស់លទ្ធភាពហើយក៏សប្បាយចិត្តដែរដែលបានមកមើលគាត់ថ្ងៃនេះគាត់ក៏សប្បាយចិត្ត